Three Kingdom The Battle of Three Kingdom ឈានចូលដល់ទឹកទី3ធាក់ឆ្វេងលឿនៗបាទពីពេជ្រអាទិទេពគាត់ស្លាប់ជាបន្តទៀតពីពេជ្រអាទិទេពលោកឆ្វេងមកពីប៉ាន់កាស៊ីនប្រដកក្តាប់ដៃគ្នាហើយធាក់ឆ្វេងពីយ៉ាស៊ីនបាទឆ្វេងមកដៃពីយ៉ាស៊ីនធាក់ឆ្វេងមកវិញពីអាទិទេពធាក់ស្លាប់ជាបន្តទៀតពីពេជ្រអាទិទេពបាទច្រឡំមួយសិនបាទញាក់ឆ្វេងញាក់ស្លាប់មិនទាន់ចេញស្និតលោកឆ្វេងមកដៃពីប៉ាន់កាយ៉ាស៊ីនបាទជ្រុំជើងដាក់ចូលមកវិញទាត់ស្ដាំបដូរគ្នាបាទត្រូវដូចគ្នាដែរទាត់ស្ដាំកាប់កុលជើងក្រោមទាត់ឆ្វេងពីប៉ាន់កាយ៉ាស៊ីនលោកស្ដាំមកដៃពីយ៉ាស៊ីនចាក់ជើងកុងខ្លីពីយ៉ាស៊ីនទាត់កាប់កុលជើងក្រោមទៅវិញដល់គ្នាពីពេជ្រអាទិទេពជើងកុងស្ដាំពីពេជ្រអាទិទេពជើងកុងស្ដាំមកវិញពីយ៉ាស៊ីនបាទចាប់គ្រាអស់ចង្វាក់អស់ស្និតលោកគ្រូម៉ាក់ស៊ឺមិនក៏ចាប់អ្នកទាំងពីរហើយក៏ទាញហើយក៏ញែកមកកណ្ដាលសង្វេធ្វើការប្រកួតជាបន្តបាទអឡង់ឆ្វេងសម្រាប់យ៉ាស៊ីនធាក់ឆ្វេងបាត់ជារៈបាទណែកាប់គល់ជើងក្រោមទៅវិញពីអាទិទេពចាប់រើញចាញ់ពីប៉ែនកាយ៉ាស៊ីនអូហូយបាទធាក់ឆ្វេងពីយ៉ាស៊ីនវាស្ដាំចាក់ជង្គង់ពីពេជ្រអាទិទេពចូលបាទក៏អាចខ្លួនបាទដោះបានទេបាទចាក់ជង្គង់មានទៅមានមកធាក់ផ្លាជង្គង់ពីប៉ែនកាយ៉ាស៊ីនបាទចាប់ញែកបាទបុកជាបន្តទៀតពេលស្ដាំមកដៃពីអាទិទេពបាទរុះកែពីខាងក្នុងពីយ៉ាស៊ីនបាត់កែខ្លីពីយ៉ាស៊ីនលោកឆ្វេងមានម្ដាយចូលពេញដូចគ្នាបាទអាទិទេពក៏លោកត្រូវបុកលោកកែឆ្វេងពីពេជ្រអាទិទេពបាទឬក៏កែសប្រនេះរុញចាញ់អូយបាទលោកគ្រូគាត់ទៅត្រង់បាទតាសាលោកគ្រូម៉ាក់សមឿនបាទតាសាតែថ្ងៃនេះបាទគឺមានព្រះពិរុនភ្លៀងផងបាទចឹងចង់បាទនៅលើសង្វៀនមានបញ្ហារអល់តិចតួចបាទធាក់ឆ្វេងពីយ៉ាស៊ីនទាត់កាប់គល់ជើងក្រៅទៅវិញពីពេជ្រអាទិទេពបន្តដល់ចូលជាបន្តជង្គង់ឆ្វេងអត់ដល់ទេវាស្ដាំហើយក៏ឆ្វេងជាបន្តទៀតពីអាទិទេពដេញតាមចាក់ជង្គង់កាត់ខ្លីបាទការពារចង្វាក់ពីយ៉ាស៊ីនទាត់ស្ដាំពីពេជ្រអាទិទេពចាប់ទល់ដៃទាត់ស្ដាំអត់ទេយ៉ាស៊ីនក៏មិនថែមដូចគ្នាអាទិទេពបន្តដល់ចូលស្ដាំវាកាត់ពីប៉ែនកាយ៉ាស៊ីនលោកឆ្វេងបាហាអត់ដល់បាត់កែស្ដាំជាបន្តទៀតបាទម្នាក់បាត់កែមិនមាញ់នេះបាទលឿនណាស់លោកឆ្វេងបកកែឆ្វេងពីប៉ែនកាយ៉ាស៊ីនចាក់ជង្គង់ស្ដាំពីយ៉ាស៊ីនវាស្ដាំទៅពីអាទិទេពចូលចាប់គ្រាជាបន្តទៀតចាក់ជង្គង់ស្ដាំពីយ៉ាស៊ីនជង្គង់ឆ្វេងពីយ៉ាស៊ីនជង្គង់ស្ដាំតែផ្លាសងមកជង្គង់មកវិញដល់គ្រាពីពេជ្រអាទិទេពបាទទាញមកកណ្ដាលសង្វៀនអូឈរវាយគ្នាបាទចំហរឹងណាស់បងប្អូនយ៉ាងហើយមើលកណ្ដាលកគុណខ្មែរយើងតាន់ណាស់ធន់ណាស់បាទអ្នកទាំងពីរនេះស្និទ្ធល្អណាស់បាទតសើអ្វីដែលសំខាន់ល្អនៅគ្នាគឺភាពធន់តែម្ដងដើរចូលវាឆ្វេងបច្ចាក់ពីពេជ្រអាទិទេពបាទលោកកញ្ញាកណ្ដាលលោកគ្រូក៏ចាប់ញែកខ្សែជាថ្មីទាញមកកណ្ដាលសង្វៀនធ្វើការប្រកួតជាបន្តបាទណាបុកមុនបាទស្ដាំបណ្ដៃពីយ៉ាស៊ីនអូមួយអើយអូយ2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
round 4 បន្តការប្រកួតជាបន្តទៀតញាក់ដូចគ្នាបាទមួយឡង់ឆ្វេងម្នាក់ទៀតឡង់ស្ដាំបាទអាចកែប្រែស្ថានភាពបានទេសម្រាប់អាទិទេពឬក៏យ៉ាស៊ីនជាអ្នកគ្រប់គ្រងស្ថានភាពជាបន្តទៀតព្រោះថាគេបានវាយឲ្យអាទិទេពបាទទៅយ៉ាងណារាប់ពីដងធាក់ឆ្វេងកាត់មកពីពេជ្រអស់ពីបានកាក់យ៉ាស៊ីនបន្តតែចូលទាត់ស្ដាំពីពេជ្រអាទិទេពក៏ទាត់ឆ្វេងវិញចាក់ជង្គង់ឆ្វេងស្ដាំពីយ៉ាស៊ីនរុះកាយស្ដាំជាបន្តទៀតពីយ៉ាស៊ីនគេរៀកការខ្លួនជង្គង់ឆ្វេងតាក់ផ្លាពុះកាយអូបាទលោកកញ្ញាក្រាបចាប់ញែកបាទប្រាប់ថាស្រាប់ខ្ញុំ listen to me បាទបន្តការប្រកួតក៏បន្តដាក់ចូលដូចគ្នាបាទអាទិទេពគៀងទាត់ស្លាប់អត់ដល់កូនដៅកិច្ចផុតពីប៉ាន់កាក់យ៉ាស៊ីនបាទផុតដល់ខ្លួនទាត់ស្លាប់កាប់គល់ជើងក្រោមចំតទៀតពីពេជ្រអាទិទេពជង្គង់ឆ្វេងពីយ៉ាស៊ីនជង្គង់ស្លាប់ពីយ៉ាស៊ីនអូយបាទយ៉ាស៊ីនគាត់អំណោយផលត្រង់ជង្គង់នឹងតែម្ដងបាទគឺគាត់ខ្ពស់អាចថាគាត់ទាញចាក់ជង្គង់ហើយផ្លាយជង្គង់របស់គាត់ក៏ល្អទៅទៀតបាទដាក់ចូលជាបន្តទៀតគៀងពីអាទិទេពទាត់កាប់គល់ជើងក្រោមបាទជង្គង់ស្លាប់ថែមឆ្វេងបីជង្គង់ទន់ពីប៉ាន់កាក់យ៉ាស៊ីនចាប់គ្រាទាញតាក់ផ្លាមកជង្គង់សងមកវិញពីពេជ្រអាទិទេពចាក់ជង្គង់ឆ្វេងជាបន្តទៀតពីយ៉ាស៊ីនរុញដើម្បីចេញកាយរុះកាយពីខាងក្នុងពីយ៉ាស៊ីនសងកាយឆ្វេងទៅវិញពីអាទិទេពចាក់ជង្គង់ឆ្វេងស្អាតពីជង្គង់ជាបន្តទៀតពីបានកាក់យ៉ាស៊ីនទាញមកហើយដើម្បីធ្វើឲ្យការស្រាំពីយ៉ាស៊ីនបាត់កាយស្រាំរុញចេញពីអាទិទេពដល់ចូលប៉ុន្តែអត់ចូលវាស្រាំពីអាទិទេពបុករកកាយឆ្វេងពីអាទិទេពទាញរហូតដល់អស់ចង្វាក់អញ្ញាក្រៅក៏ចាប់ញែកអូថ្ងៃនេះលោកគ្រូមកសមត្ថធ្វើការធ្ងន់ហើយព្រោះថាអ្នកទាំងពីរវាអត់មានពេលសម្រាប់ទេបាទដល់ចូលជាបន្តទៀតធាក់ឆ្វេងកាត់ចន្ទរមាពីបានកាក់យ៉ាស៊ីនធាក់ស្រាំជាបន្តទៀតពីពេជ្រអាទិទេពលុកបានមកដៃស្រាំរុះកាយពីខាងក្នុងពីពេជ្រអាទិទេពបាទទាញមកជាបន្តទៀតអូអញ្ញាក្រៅក៏ចាប់ញែកបាទផ្ញើជូនរូបភាពបងប្អូនដែលកំពុងទស្សនានៅគេឋានដូចគ្នាបាទលុកស្រាំមកដៃពីបានកាក់យ៉ាស៊ីនចលោបន្តិចធាក់ឆ្វេងចន្ទរមាពីយ៉ាស៊ីនធាក់ឆ្វេងជាបន្តទៀតបាទច្រត់ដៃសៃពីយ៉ាស៊ីនដល់ចូលទាត់ស្រាំទាត់ឆ្វេងពីអាទិទេពបាទរុញផ្ទប់នឹងសង្វៀនបាទលោកអញ្ញាក្រៅក៏ចាប់ញែកសាជាថ្មីបាទទាញមកកណ្ដាលសង្វៀនដើម្បីបន្តការប្រកួតធាក់ស្រាំមួយដៃបន្តិចសិនបាទធាក់ឆ្វេងពីយ៉ាស៊ីនវាសងតាមមួយវិញពីអាទិទេពជង្គង់ឆ្វេងថែមបាទថែមមួយជង្គង់ជាបន្តទៀតពីយ៉ាស៊ីនវាឆ្វេងថែមឆ្វេងបាទថែមស្រាំមួយដៃបាទវាស្រាំមួយទឹកថែមឆ្វេងជាបន្តទៀតដាក់សម្ពាធជាបន្តទៀតឆ្វេងថែមស្រាំឆ្វេងមួយទឹកជាបន្តទៀតពីយ៉ាស៊ីនវាឆ្វេងស្រាំជាបន្តទៀតពីយ៉ាស៊ីនថែមស្រាំពីយ៉ាស៊ីនដាក់ត្រង់ពីយ៉ាស៊ីនបាទស្រាំបាទធ្វើការពីយ៉ាស៊ីនបាត់កាយស្រាំជាបន្តទៀតពីបានកាយយ៉ាស៊ីនដើម្បីធ្វើការថែមឆ្វេងយ៉ាស៊ីន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
8 7 ប្រកួតបន្ត
បាទប្រកួតបន្តតាសាយ៉ាស៊ីនលឿនចេញចូលច្បាស់បាទអាវុធធ្ងន់អាវុធចំតែបាទពេជ្រអាទិទេពបាទគាត់ពិតជាស៊ូមែនបាទពិតជាធន់មែនបាទស្ដាប់មកតែចង់ទឹកទី4ក៏ចប់ទឹកទីយ៉ាស៊ីនបាទគាត់ទៅលើកទឹកចិត្តទៅដល់ពេជ្រអាទិទេពដូចគ្នានេះហើយជាកីឡាគឺមានឈ្នះមានចាញ់បាទយើងធ្វើការប្រយុទ្ធបោះអស់ពីសមត្ថភាពរៀងៗខ្លួនបាទដើម្បីកិត្តិយសខ្លួនផ្ទាល់ដើម្បីកិត្តិយសក្លឹបបាទក៏ដូចជាមជ្ឈដ្ឋាននៅក្នុងការចង់ឈ្នះបាទលោកគ្រូបានទៅពិភាក្សាបាទលើកទឹកចិត្តបាទពេជ្រអាទិទេពបាទយ៉ាងណាធ្វើបានល្អហើយរយៈពេលនៃការប្រកួត4ទឹកពេញមកនេះបាទនេះគឺបាទ